នៅក្នុងវីដេអូនេះខ្ញុំនឹងមកចែករំលែកអំពីកលឹកខ្លះៗដើម្បីយើងស្វែងរកលេខកូដ Wi-Fi ដែលយើងធ្លាប់បានភ្ជាប់ពីមុនមកថាតើមានលេខកូដប្រមាណដើម្បីយើងងាយស្រួលក្នុងការភ្ជាប់ជាមួយនឹង device ថ្មីអញ្ចឹងនេះគឺជាគន្លឹះមួយដែរកុំឲ្យយើងហត់ទៅសួរម្ចាស់គេម្ដងហើយម្ដងទៀតអញ្ចឹងករណីប្រសិនបើយើងធ្លាប់ភ្ជាប់ហើយបើយើងចង់ភ្ជាប់នៅលើទូរស័ព្ទដៃម្ដងទៀតគឺយើងអាចយក password Wi-Fi នៅក្នុងកុំព្យូទ័ររបស់យើងហើយមកយើងចូលក្នុងទូរស័ព្ទរបស់យើងបានតែម្ដងអញ្ចឹងវិធីនេះងាយអញ្ចឹងយើងគ្រាន់តែដំបូងយើងចុចទៅលើ menu Wi-Fi នេះគណេយើងភ្ជាប់ហើយយើងចុចទៅលើសញ្ញាព្រួយមួយនេះមកបាទបន្តមកទៀតយើងអាចចុចទៅលើគេ more Wi-Fi setting ចុចទៅលើនឹងមកបន្តមកទៀតយើងធ្វើការចុចទៅលើពាក្យថា manage no network ណា manage no network ត្រង់មួយជួរនេះអញ្ចឹងយើងចុចទៅលើកន្លែងហ្នឹងមកហើយត្រង់ចំណុចនេះគឺឈ្មោះ Wi-Fi ដែលយើងបានភ្ជាប់ពីមុនមកមានប្រមាណគឺវា load មកកន្លែងនេះទាំងអស់អញ្ចឹងកុំព្យូទ័រយើងធ្លាប់ភ្ជាប់ Wi-Fi ប្រមាណគឺវា load ចេញនៅកន្លែងនេះអស់ទាំងអស់អញ្ចឹងករណីប្រសិនបើយើងចង់លុបវាចោលគឺយើងអាចចុចទៅលើ forget នេះមកឧទាហរណ៍ថានេះមួយនេះWi-Fi មួយហ្នឹងបើសិនបើជាយើងចង់លុបវាចោលគឺយើងចុចពាក្យថា forget មកបាទចុច forget មកគឺទៅហើយចុច forget មកគឺទៅហើយណាអញ្ចឹងករណីប្រសិនបើយើងចង់មើល Wi-Fi ថាតើ Wi-Fi មួយហ្នឹងមាន password ប្រមាណអញ្ចឹងយើងអាចចុចទៅលើឧទាហរណ៍ថា Wi-Fi មួយនេះឈ្មោះ Oppo A76 អញ្ចឹងតើមាន password ប្រមាណអញ្ចឹងយើងចុចទៅលើវាមកគ្រាន់ចុចទៅលើនឹងមកបាទបន្ទាប់មកកន្លែងនេះគេដាក់ថា Wi-Fi password អញ្ចឹងយើងចុចទៅលើពាក្យថា show នឹងមកបាទនៅត្រង់ចំណុចនេះគឺចេញមក password ចេញមកតែម្ដងកន្លែងនេះអញ្ចឹងវាចេញ QR code ចេញ password តែម្ដងអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងទេគឺយើងគ្រាន់តែចូលបាទកន្លែងហ្នឹងគឺយើងចង់មើលមួយណាគឺយើងចុចមើលនឹងឧទាហរណ៍ថាមួយនេះយើងចុចមកហើយយើងចុចពាក្យថា show មកគឺវាលោតចេញឲ្យយើងហើយអញ្ចឹងនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា